ជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយដែលស្រឡាញ់គាំទ្រនៅក្នុងការកាត់សូបិនរបស់ខ្ញុំណាពុកម៉ែបងប្អូនណាអញ្ចឹងពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីណាដែលសូបិនឃើញភ្នែកចម្លែកឬក៏បងប្អូនបានសូបិនឃើញភ្លើងចម្លែកដែលសន្សំនឹងខ្លួនយើងហើយយើងនឹកស្មានថានឹងមានអ្វីដូចមានអ្វីតែមើលយើងណាបងប្អូនដូចមានអ្វីតែកំពុងតែមើលយើងឬក៏ឃើញភ្លើងអ្វីដែលយើងនឹកស្មានមិនដល់ហ្នឹងហើយចឹងគេថាដូចជាផ្នែកចម្លែកឬក៏ជាភ្លើងចម្លែកហើយចឹងនៅក្នុងសុបិនហ្នឹងថាយើងរត់គេចពីអ្វីមួយតែជាអ្វីដែលកំពុងមើលយើងហើយយើងរកមើលអត់ឃើញទេនៅក្នុងសុបិនហ្នឹងណាហ្នឹងហើយចឹងបងប្អូនសុបិនបែបនេះហើយបងប្អូនចង់ដឹងពីហេតុផលនៅក្នុងការកាត់សូបិនសូមបងប្អូនបាយចូលនៅក្នុងការកាត់សូបិនហើយចូលខមមិនល្អបងប្អូននឹងជួបរឿងរ៉ាវល្អណាបងប្អូនណាចឹងខ្ញុំសូមបញ្ជាក់នៅលើបងប្អូនដែលធ្វើវិធីនៅតាមអ្វីដែលខ្ញុំប្រាប់សូមបងប្អូនចូលខមមិនល្អផងណាបងប្អូនណាមុននឹងធ្វើវិធីដោយអ្វីដែលខ្ញុំប្រាប់ដើម្បីកាត់នៅភាពអាក្រក់ចូលតែរឿងល្អណាបងប្អូនហ្នឹងហើយអញ្ចឹងបើបងប្អូនសុបិនថាឃើញភ្លើងចម្លែកមួយឬក៏ឃើញភ្នែកអ្វីមួយដែលកំពុងតែមើលយើងហ្នឹងហើយកំពុងតែមើលយើងឆ្វេងស្ដាំហើយយើងអត់ដឹងថាភ្នែកអ្វីឬក៏ភ្លើងអ្វីឬយើងមើលឃើញឬមិនមើលឃើញទេប៉ុន្តែនៅក្នុងខ្លួនយើងញញើតហើយដឹងណាបងប្អូនអញ្ចឹងសុបិននេះចាត់ទុកថាជាសុបិនមួយអាក្រក់ណាស់ហ្នឹងហើយអញ្ចឹងអាក្រក់មែនតើណាបងប្អូនណាអញ្ចឹងបើបងប្អូនមានបំណងនឹងចង់ដាក់ទុនមុខរបររកស៊ីទាំងអ្នកមានគ្រួសារទាំងអ្នកនៅលាវសូមបងប្អូនប្រយ័ត្នប្រយែងបន្តិចណាបងប្អូនប្រយ័ត្នប្រយែងបន្តិចបងប្អូននឹងអាចជួបការខាតបង់ឬក៏ជួបគ្រោះមួយកើតឡើងគេថារឿងរ៉ាវមិនល្អនឹកស្មានមិនដល់ហ្នឹងហើយជាប្រភេទដែលជំពប់មនុស្សដែលនាំទៅបញ្ហាឲ្យយើងនាំទៅគ្រោះឲ្យយើងនាំទៅផលពិបាកឲ្យយើងអញ្ចឹងសូមប្រយ័ត្នប្រយែងបន្តិចណាបងប្អូនណាបើបងប្អូនដែលមានបំណងដាក់ទុនមិនថាអ្នកមានគ្រួសារឬក៏អ្នកនៅលីវទេសូមប្រុងប្រយ័ត្នព្រោះនឹងការដាក់ទុនមុខរបររកស៊ីរបស់បងប្អូននឹងខាត់បង់ទៅទេតែម្ដងហើយបើបងប្អូនមានបំណងនឹងដាក់មុខរបរធំបងប្អូននឹងខាត់ធំអញ្ចឹងបើបងប្អូនអាចផ្អាកមួយថ្ងៃនេះផ្អាកសិនចាំអ៊ុតមើលនៅក្នុងថ្ងៃស្អែកតើសុបិនរបស់បងប្អូនយ៉ាងម៉េចទៀតបើបងប្អូនសុបិនបងប្អូនបញ្ជាក់នៅដដែលអាក្រក់ដដែលដកពីមុខរបរនឹងចេញអត់ឲ្យបកើតទេហ្នឹងហើយអញ្ចឹងសុបិនបញ្ជាក់ពីហេតុផលបាននៅក្នុងថ្ងៃតែបងប្អូននឹងចង់ធ្វើអ្វីមួយណាបងប្អូនណាអញ្ចឹងបងប្អូនគិតឲ្យច្បាស់លាស់ហើយចាំគូទៀតណាបងប្អូនណាហ្នឹងហើយដូចអ្វីដែលខ្ញុំគិតអញ្ចឹងបើចំពោះគំនិតខ្ញុំគិតឲ្យមិនគូក្រោយហ្នឹងហើយព្រោះបញ្ហាតាខាត់បងគឺខាតទៅទេហើយចំពោះបងប្អូនអ្នកនៅលីវបើដល់គូគេថាដល់គូកម្មតែម្ដងជួបហើយព្រាត់វិញហើយកម្មបើជួបយូរកម្មរឹតតែយូរគឺវាយដំច្រំធាក់មិនល្អទេគេថាមនុស្សជួបផិតក្បត់បើស្រីគេថាផិតក្បត់បើប្រុសក៏ប្រុសផិតក្បត់ខូចខលតែម្ដងអញ្ចឹងបងប្អូនអ្នកនៅលីវនិងអ្នកមានគ្រួសារអាចធ្វើវិធីដូចអ្វីដែលខ្ញុំប្រាប់បានសូមបងប្អូនយកអង្កររាប់ឲ្យគ្រប់មួយអាយុរបស់បងប្អូនមកគ្រាប់បានអាយុបានរាប់ប៉ុណ្ណឹងមកហើយយកធូប5តសៃដាក់នៅក្នុងបាតដៃក្តោបជាមួយធូបនឹងហើយអុជផងអុជហើយនិយាយពីសុបិនប្រាប់ទៅផ្សែងធូបប្រាប់ទៅអង្គហើយប្រាប់ឲ្យអស់ពីសាច់រឿងនឹងហើយបងប្អូននិយាយខាងក្រៅផ្ទះបច្ចេកចេញហើយអុជធូបនៅខាងក្រៅផ្ទះបន្ទាប់មកដើរចូលនៅក្នុងផ្ទះហើយទៅលាងដៃនៅក្នុងបន្ទប់ទឹកចោលទៅសូមឲ្យរឿងអាក្រក់ទៅតាមបន្ទប់ទឹកទៅចូលតែរឿងល្អនិយាយរឿងល្អមកវិញជាការស្រេចធ្វើតែប៉ុណ្្នឹងទេណាបងប្អូនណាហើយចំពោះលេខសំណាងបងប្អូនអាចជ្រើសរើស04និង004 04និង004នេះជាលេខសំណាងសម្រាប់បងប្អូនសូបិនឃើញភ្នែកចម្លែកឬក៏ជាភ្លើងអ្វីមួយឬក៏ភ្នែកដែលកំពុងមើលយើងដែលយើងនឹកស្មានមិនដល់
ពុកម៉ែបងប្អូនលោកតាលោកយាយបើបងប្អូនធ្វើតាមពិធីរបស់ខ្ញុំដែលខ្ញុំប្រាប់សូមបងប្អូនចូលខមមិនល្អដើម្បីឲ្យជួបរឿងរ៉ាវល្អនេះជាការតំណមរបស់ខ្ញុំវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើបងប្អូនពេញចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយ Subscribe រូបកណ្ដឹងម្នាក់មួយឬក៏ជួយ Comment ល្អបងប្អូននឹងជួបរឿងរ៉ាវល្អចូលនៅក្នុងឆាកជីវិតជូនពរពុកម៉ែបងប្អូនសូមឲ្យទទួលហេងហេងរាល់ថ្ងៃតែម្ដង